សួស្តីបងប្អូនទាំងអស់គ្នាចឹងបន្ទាប់ពីយើងធ្វើការអាប់ដេតកម្មវិធី PXK រូបចាប់ដៃបរក្រហមចំនួន version 10.6 នេះចឹងយើងមានមុខងារដែលកែប្រែនិងបន្ថែមថ្មីទៀតនៅក្នុងកន្លែង EcoCard ចឹងខ្ញុំសូមបង្ហាញចូលទៅក្នុងកន្លែង EcoCard នេះមកចុចលើរូបយើងធ្វើ EcoCard ហ្នឹងមកបន្ទាប់មកទៀតយើងបំពេញព័ត៌មានការ estimate ទៅតាមខែទៅតាមប្រវត្តិការទិញរបស់គាត់ដែលអាចទិញយើងហ្នឹងអញ្ចឹងថ្ងៃស្អែកយើងត្រូវទៅជួបគាត់ហ្នឹងអញ្ចឹងយើង estimate មុនថាតើផ្អែកទៅលើរបាយការណ៍ប្រវត្តិដែលគាត់ទិញយើង12សប្តាហ៍ហ្នឹងតើគាត់ខ្វះខាតអីយើង estimate ថាគាត់នឹងត្រូវទិញយើងអញ្ចឹងនៅកន្លែងហ្នឹងបន្ទាប់ពីយើង estimate អស់ហើយយើងចុចបញ្ជូនទិន្នន័យកន្លែងនេះវានឹងធ្វើការសរុបនៅចំនួន1ដែលយើងបានធ្វើហ្នឹងមាន2ហើយទឹកលុយជាកេសប៉ុណ្ណេះហើយទឹកលុយជានេះទឹកលុយសរុបប៉ុណ្ណឹងអញ្ចឹងពីមុនយើងមានសរុបតាមមួយធ្វើចុងក្រោយបូកជាមួយណាមួយដែលយើងកំពុងធ្វើថ្មីនេះដែលយើងដាក់ពាក្យថាបន្ថែមថ្មីទៀតណាអញ្ចឹងបងប្អូនមានការយល់ច្រឡំអញ្ចឹងឥឡូវខ្ញុំបូកសរុបឲ្យទាំងអស់នៅកន្លែងហ្នឹងឲ្យយើងធ្វើចុចទៅគឺវាយកថ្មីដែលយើងកំពុងធ្វើបូកជាមួយនឹងចុងក្រោយដែលយើងមួយចុងក្រោយយើងបានធ្វើប្រហែលបូកចូលគ្នាចានេះគឺជាសរុបទិន្នន័យដែលយើងបានធ្វើការ estimate តែម្ដងអញ្ចឹងយើងចុចពាក្យ yes មកអូខេហ្នឹងគឺកន្លែងយើងធ្វើការផ្លាស់ប្ដូរថ្មីមួយទៀតដែរគឺយើងមានបន្ថែមនៅក្នុងកន្លែង setting យើងថែមប៊ូតុងមួយឈ្មោះថាមើល call card អញ្ចឹងកន្លែងនេះយើងនឹងបង្ហាញនៅចំនួនមួយនិងចំនួនបរិមាណដែលយើងបាន estimate គិតជាកេសគិតជាលុយតាមមួយនីមួយៗដែលយើងបានធ្វើ call card ហើយយើងអាចជ្រើសរើសមើលទៅតាមថ្ងៃហ្នឹងអញ្ចឹងពេលបើកមកវានឹងជ្រើសរើសយកថ្ងៃបច្ចុប្បន្នយើងហ្នឹងអញ្ចឹងកន្លែងនេះវានឹងបង្ហាញអានេះអូខេមួយនេះអញ្ចឹងយើងធ្វើ estimate ឯងលៀននេះថាលក់ឲ្យគាត់បាន10កេសសរុបជាទឹកលុយប៉ុណ្ណេះអញ្ចឹងយើងចង់មើល detail យើងចុចលើរូបភ្នែកហ្នឹងមកអញ្ចឹងវានឹងបង្ហាញមុខទំនិញដែលយើងបានធ្វើ estimate មួយហ្នឹងគិតជាទឹកលុយទៅតាម SKU នីមួយហើយបរិមាណនេះសរុបទៅវាស្មើនឹងខាងលើនេះ10កេសហ្នឹងណាអញ្ចឹងនៅពេលណាយើងអាចមើលសរុបអញ្ចឹងក៏បានឬក៏យើងមើល detail តាមនេះមួយនៅពេលដែលយើងអាចបើកមើលសរុបរបាយការណ៍ estimate ប្រចាំថ្ងៃបានអូខេអាហ្នឹងនៅកន្លែងហ្នឹងនេះមុខនេះថ្មីមួយទៀតយើងអាចមួយទៀតមានមុខងារជាច្រើនទៀតនៅក្នុងកន្លែងយើងធ្វើការរាប់ stock កន្លែងរាប់ stock យើងចុចរាប់ stock មកឧទាហរណ៍អេងលីនចូល sorry ខុសថ្ងៃអេងលីននេះចឹងយើងចូលទៅរាប់ stock ប្រសិនបើយើងបំពេញបរិមាណណាដែល delay វាបានហួសឧទាហរណ៍អានេះហួសណាហួសថ្ងៃឯងចឹងឧទាហរណ៍ថាហួសថ្ងៃបរិច្ឆេទហើយស្រាប់តែយើងរាប់ទៅអញ្ចឹងទៅទៀតអញ្ចឹងកន្លែងហ្នឹងវាមាន load alert ឲ្យយើងថាទឹកដោះគោខាប់នេះលេខរៀងនៃមុខទំនិញដែលវា load ប្រាប់ថាទំនិញហ្នឹងបានហួស delay ចំនួន3ដក373ថ្ងៃណាហ្នឹងមានន័យថាហួស delay អស់373ថ្ងៃហើយអញ្ចឹងសូមធ្វើការផ្លាស់ប្ដូរអញ្ចឹងប្រសិនបើយើងរាប់មាន delay នៅក្នុងកន្លែងយើងរាប់ stock ហួស delay អញ្ចឹងគឺវា alert ប្រាប់យើងឲ្យយើងធ្វើការexchange ទៅឲ្យមួយសិនបើករណីហ្នឹងបើយើងនៅតែវាយទៀតគឺវាអត់ឲ្យទេលុះត្រាតែយើងធ្វើការ exchange ហើយយើងយក delay ថ្មីវាយបញ្ចូលវិញអញ្ចឹងណាទើបយើងអាច save កន្លែងហ្នឹងបានតបមកទៀតអញ្ចឹងណាអញ្ចឹងចំណុចថ្មីគឺនៅក្នុងកន្លែងហ្នឹងហើយនឹងមានកន្លែងផ្សេងទៀតដែលយើងមិនអាចថតឲ្យអស់អញ្ចឹងណាសូមអរគុណ